ទ្របអកម្មនេះនៅពេលដែលវាឡើងនៅពេលដែលវារីកចម្រើនគឺខ្លាំងមែនទែនតែបើយើងមានតែចំណូលសកម្មគឺដូចខ្ញុំនិយាយចឹងគឺកម្លាំងយើងតែអស់ប៉ុណ្ណាអស់ហើយវាមិនទេប្រើការវិនិយោគនៅក្នុងវិស័យចលនាត្រកនៅតែជាវិធីមួយធ្វើឲ្យមនុស្សខ្លាយទៅជាអ្នកមាននៅអាមេរិកហើយយើងធៀបសេដ្ឋកិច្ចខ្មែរយើងសេដ្ឋកិច្ចអាមេរិកគឺខ្មែរយើងនៅបាតាលបាទនៅអាមេរិកគេរីកចម្រើនដល់ណាមិនចឹងហ៎ប៉ុន្តែចលនាត្រកប្រគេគឺនៅតែជាមធ្យោបាយធ្វើឲ្យអ្នកដែលរស់ស៊ីក្នុងវិស័យហ្នឹងខ្លាយទៅជាអ្នកមានបានបើនិយាយឲ្យចំកលេចមកមើលស្រុកយើងវិញយើងបង្កើតចំណូលអកម្មជាមួយនឹងចលនាទ្រព្យឬក៏ភាគហ៊ុននៅក្នុងក្រុមហ៊ុននៅពេលបច្ចុប្បន្នគឺជារឿងល្អបំផុតសេដ្ឋកិច្ចយើងរីកចម្រើនទៅមុខទៀតថា20-30 ឆ្នាំទៅមុខទៀតប៉ុន្តែអ្នកអាយុច្រើនពិបាកទៅតន់ប៉ុន្តែនៅក្មេងៗគឺល្អបាទដូច Warren Buffett គាត់វិនិយោគទៅលើភាគហ៊ុនរបស់ក្រុមហ៊ុនតាំងពីអាយុគាត់11ឆ្នាំបាទមកដល់ថ្ងៃនេះគាត់មានលុយទ្រព្យសម្បត្តិគាត់ប្រហែលជាជិត100,000 លានជិត100,000 លានគាត់គ្រាន់តែមកដល់ថ្ងៃនេះគាត់គ្រាន់តែ donate គាត់បរិច្ចាគអស់46,000 លាន46,000 លានស្មើនឹងទំហំសេដ្ឋកិច្ចរបស់ស្រុកខ្មែរ2 ដង2 ឆ្នាំយើងមួយឆ្នាំសេដ្ឋកិច្ចយើង25-26,000 លាន24នេះគាត់46,000 លានស្មើជិត2 ដងបាទអញ្ចឹងទ្រព្យអកម្មនេះនៅពេលដែលវាឡើងនៅពេលដែលវារីកចម្រើនគឺខ្លាំងមែនទែនតែបើយើងមានតែចំណូលសកម្មគឺដូចខ្ញុំនិយាយចឹងគឺកម្លាំងយើងតែអស់ប៉ុណ្ណាអស់ហើយវាមិនទេជាកម្លាំងគោក្របីមនុស្សយើងទោះបីយើងមានបញ្ញាប៉ុណ្ណាក៏ដោយទោះបីដុកទ័រប្រកែព្យាបាលមនុស្សថ្ងៃប៉ុណ្ណាដល់ថ្ងៃណាមួយគាត់នឹងអស់កម្លាំងពលកម្មឯងបាទចឹងហើយបើយើងចង់កសាងភាពមានបានចង់កសាងសេរីភាពយើងត្រូវកសាងទៅលើទ្រព្យអកម្មកសាងទៅលើចំណូលដែលយើងប្រឹងតិចបានផលច្រើនកុំកសាងទៅលើចំណូលដែលប្រឹងច្រើនបានផលតិចអ្នកខ្លះគាត់យល់ច្រឡំថាគាត់ Doctor Specialist ចឹងគាត់ធ្វើការច្រើនគាត់វ៉ារ៉ាស៊ីថ្លៃវះគេមួយបាន$2,000ចឹងទីហោគាត់ប្រឹងមិនក៏អត់មានលឿនហ្នឹងដែរតែបើគេមានទ្រព្យសម្បត្តិដែលបង្កើតចំណូលអកម្មគេមានបានចំណូលអកម្មកាន់តែច្រើនគេយកលុយទៅវិនិយោគតចំណូលពេលដែលវិនិយោគបន្តខ្ញុំមានមិត្តភក្តិម្នាក់គាត់នាយកក្រុមហ៊ុនជនជាតិថៃគាត់ទិញមុនដំបូងគាត់រៀនរកស៊ីដំបូងគាត់ទិញខុនដូបងមនុស្សទិញបានហើយខុនដូហ្នឹងដាក់ជួលបានបានលំហូរសាច់ប្រាក់មកមិនចឹងហ៎លំហូរសាច់ប្រាក់មកបានគាត់ទៅយកលុយធនាគារបានយកទៅទិញខុនដូមួយដាក់ជួលមួយទៀតអានោះជួលបានលំហូរសាច់ប្រាក់មកដាក់យកធនាគារមួយទៀតគាត់ដាក់ដេញអញ្ចឹងគាត់បានប្រហែលជា50ខុនដូដល់6-7 ឆ្នាំក្រោយគាត់សងដាច់ទាំងអស់ពួកវាអត់សងបដាក់គ្នារហូតតែគាត់ថាគាត់ CEO មួយអញ្ចឹងគាត់ប្រាក់ខែច្រើនហើយគាត់មានលុយបំរុងមានអីចឹងព្រោះគាត់អ្នកហិរញ្ញវត្ថុគាត់យល់ច្រើនខ្ញុំជជែកមួយគាត់គឺនៅស្រុកខ្មែរគឺមានឱកាសចឹងប៉ុន្តែគ្រាន់ថាតើតែយើងចេះគ្រប់គ្រងហានិភ័យយើងអត់អាចធ្វើដោយគេហៅតឡូវមូលទេអត់អាចធ្វើគាត់លឺសូរចឹងយើងទៅធ្វើមកយកអត់មានវិធីសាស្ត្រទប់ដូចគាត់សងលុយសងទៅធនាគារគាត់មានប្រាក់បំរុងសង្ឃថាបងផ្ដាច់អាទី1ក៏បានដែរតែគាត់បងផ្ដាច់នឹងបំរុងហើយចំនួននៃការបងសងទៅបដាក់គ្នាប៉ុន្មានហ្នឹងសងអាទី1ហ្នឹងព្រោះគាត់សងតែអាទី1ព្រោះអាទី2យកលុយអាទី1យកសងអាទី3យកលុយអាទី2យកសងមិនចឹងបដាក់គ្នាដូចខ្យងមិនចឹងបាទគាត់សងតែអាទី1សងអាទី1គឺមិនដល់ 30% នៃប្រាក់ខែគាត់ផងតិចទី1សងធៀបvớiប្រាក់ខែគាត់តិចទី2គាត់មានប្រាក់បំរុងសម្រាប់បងផ្ដាច់អញ្ចឹងបើគាត់បាត់បង់ការងារគាត់យកបងផ្ដាច់អញ្ចឹងអ្វីវានៅបន្តសងត្រឡប់គ្នាទៅបាទដល់ថ្ងៃនេះគាត់មានលុយច្រើនណាគាត់ឈប់រកស៊ីអាខុនដូហ្នឹងហើយគាត់ឈានដល់ធ្វើខុនដូខ្លួនឯងលក់អីហ្នឹងមានលុយដល់រាប់រយលានហើយគាត់ឈប់ធ្វើ CEO គេបាទហើយដំបូងឡើយពេលគាត់ស្ដាប់សាច់រឿងពេលគាត់ធ្វើដំបូងមានអ្នកជឿគាត់ថាគាត់ធ្វើបានជោគជ័យបាទប៉ុន្តែអញ្ចឹងគឺប្រើនេះ
dương miên chấm nét dương miên lối to tại dương prao chấm nét nó và co về ca chli về đầm mấy ai và cáo vô trộp và cáo trộp tay bữa sau này dương ót dương miên tại chấm nét dương miên lối tại dương ót che và chấm nét dương nó ở miên của sự hiếp dương tư là thầm một thư ca chứ ban là bắn và chụp thư ngày đó ót ngày đó và xóm ban chở nữa thì hỏi con ta về thư miên thư ban được kia bàn và cái thư bàn